កម្ពុជាអាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី10ទៅ20%រយៈពេល3ថ្ងៃឯណោះក្រសួងធនធានទឹកនិងអូតូនិយមនៅថ្ងៃទី9ខែមីនាឆ្នាំ2025បានប្រកាសថារបបខ្យល់មូសុងអេសានជាមួយសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនភាគខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែមីនាឆ្នាំ2025អាចបណ្ដាលឲ្យមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី10ទៅ20%ក្នុងនោះតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសឦសាននិងបូព៌ាមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងគ្របដណ្ដប់លើផ្ទៃដីប្រមាណ 15% រីឯតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសឦសាននិងបូព៌ាមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះនិងមណ្ឌលគិរីអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 10% បើយើងងាកទៅមើលចំណែកតំបន់មាត់សមុទ្រឯណោះសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសឦសាននិងអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 20% រលកសមុទ្រមានកម្ពស់មធ្យមអតិបរមាបាទសំទោសអបបរមា 0.25 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 0.75 ម៉ែត្រចឹងពុកម៉ែបងប្អូនបាទនេះគឺជាព័ត៌មានអាប់ដេតហើយក៏សង្ឃឹមថាពុកម៉ែបងប្អូននឹងចែករំលែកជាចុងក្រោយបាទសូមជម្រាបលា